ឆ្ងាយអើយឆ្ងាយដូចជើងមេឃគេទៅស្រុកផឹកស្រាដឹកស្រីខ្ញុំនៅថៃធ្វើការរងថ្ងៃខំប្រឹងត្រុកដើម្បីកំរៃខានបានទៅព្រោះអត់មានប្រាក់មិត្តភ័ក្តិសួរកាលណាទៅផ្ទះអញអត់ប្រាក់ទៅដោយប្រេងយ៉ាបើឡានឈ្នួលគេគឺថ្លៃម្លឹងងាខំសន្សំប្រាក់ទុកថាដល់ចូលឆ្នាំបានទៅលេងស្រុកដល់ចូលឆ្នាំខអត់បានទៅព្រោះប្រាក់សន្សំទុកយកចាយអស់រងទុំក៏វាមិនសល់រងចាយក៏វាមិនទ្រាំក្របពីគ្មានគោយើងគោថ្ងៃក្រុមនឹងឡើងខ្វាយជាងមាសទឹកដប់ឆ្ងាយអើយឆ្ងាយដូចជាជើងមេបិទភ្នែកដេកឃើញគេដឹងស្រីចិនញោមនៅអាឡ័យថាបានដឹកស្រីពី3ម៉ូតូគេផ្លេចទិញឡានទិញដីខ្ញុំផ្លេចអង្គការអូដីមានលេខជាងជាពធនាគារគេមកពីអត់ប្រាឲ្យគេអូដីជីវិតមួយនេះពិតជាងាយរញ៉ៃទំនិញក៏ថ្លៃកម្រៃក៏បានថោកស្នេហ៍អើយស្នេហ៍ដូចជើងមេឃបិទភ្នែកដេកក៏មិនឃើញស្ដីថាបាននៅពេលណែថ្លៃផ្លូវជ័យនៅក្រោមដើមស្វាយមិនយកពីគេឆ្ងាយអើយឆ្ងាយដូចជើងមេឃគេទៅស្រុកផឹកស្រាដឹកស្រីខ្ញុំនៅថៃធ្វើការរងថ្ងៃខំប្រឹងត្រុកដើម្បីកំរៃខានបានទៅព្រោះអត់មានប្រាក់មិត្តភ័ក្តិសួរកាលណាទៅផ្ទះអញអត់ប្រាក់ទៅដោយប្រេងយ៉ាបើឡានឈ្នួលគេគឺថ្លៃម្លឹងងាខំសន្សំប្រាក់ទុកថាដល់ចូលឆ្នាំបានទៅលេងស្រុកដល់ចូលឆ្នាំខអត់បានទៅព្រោះប្រាក់សន្សំទុកយកចាយអស់រងទុំក៏វាមិនសល់រងចាយក៏វាមិនទ្រាំក្របពីគ្មានគោយើងគោថ្ងៃក្រុមនឹងឡើងខ្វាយជាងមាសទឹកដប់ឆ្ងាយអើយឆ្ងាយដូចជាជើងមេបិទភ្នែកដេកឃើញគេដឹងស្រីចិនញោមនៅអាឡ័យថាបានដឹកស្រីពី3ម៉ូតូគេផ្លេចទិញឡានទិញដីខ្ញុំផ្លេចអង្គការអូដីមានលេខជាងជាពធនាគារគេមកពីអត់ប្រាឲ្យគេអូដីជីវិតមួយនេះពិតជាងាយរញ៉ៃទំនិញក៏ថ្លៃកម្រៃក៏បានថោក